ជំរាបសួរតាយាយអ៊ំពូមីងបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនីដាសូមណែនាំអ៊ំប្រុសម្នាក់ឲ្យអ្នកទាំងអស់គ្នាបានស្គាល់គឺអ៊ំប្រុសម្នាក់ដែលតែងយករបស់របរឬសម្រាមចេញពីផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋាននាងខ្ញុំរស់នៅក្នុងវីដេអូនេះគឺអ៊ំលេនដែលការងាររបស់គាត់រាល់ថ្ងៃគឺជាអ្នកប្រមូលសម្រាមតាមផ្សារឬផ្ទះប្រជាពលរដ្ឋក្នុងនោះក៏មានផ្ទះប៉ាម៉ាក់នាងខ្ញុំដែររាល់ថ្ងៃអ៊ំលេងបើកម៉ូតូអូសរ៉ូម៉កដ៏ចាស់របស់គាត់ដឹកសម្រាមទៅមកមួយថ្ងៃពីរជើងយកសម្រាមទៅចាក់គោដុតចោលនៅម្ដុំបេនឡានផ្សារកែវសីមាអ៊ំលេងមានអត្តចរិតរស់រាយរាក់ទាក់ញញឹមញញែមនិងមានត្រីសាច់ឬបន្លែល្អគាត់តែងយកហុចឲ្យប៉ារបស់នាងខ្ញុំកាលប៉ាខ្ញុំចិញ្ចឹមជ្រូកអ៊ំតែងយកបន្លែមកឲ្យជ្រូករបស់ប៉ាខ្ញុំស៊ីទៀតផងមិនត្រឹមតែប៉ាខ្ញុំទេដែលគាត់ឲ្យនេះឲ្យនោះអ្នកជិតខាងខ្ញុំក៏គាត់ឲ្យដែរឮប៉ាប្រាប់ថាអ៊ំលេនធ្វើការនៅក្នុងPRCផ្សារកែវសីមាបានប្រាក់ខែ70,000រៀលអ៊ំមានប្រពន្ធមានជំងឺប្រចាំកាយនិងកូនប្រុសចំនួន2នាក់ក្នុងបន្ទុកប៉ាថាប្រាក់ខែអ៊ំលេនមិនគ្រប់គ្រាន់នឹងចិញ្ចឹមគ្រួសារទេតែអ៊ំចេះសន្សំកំប៉ុងឬជ័រក្រដាសអីនឹងទុកលក់អេតចាយបូកផ្សំជាមួយប្រាក់ខែគាត់នាងខ្ញុំគិតថាទោះបីដើរចិត្តអ៊ំឬរ៉ូម៉កម៉ូតូអ៊ំមានក្លិនមិនល្អតែបើអ៊ំជាអ្នកប្រមូលសម្រាមនេះទេម្លេះផ្សារកែវសីមាឬផ្ទះរបស់អ្នកទាំងអស់គ្នានឹងមានក្លិនមិនល្អហើយបរិស្ថានក៏មិនល្អដែរចំពោះវីដេអូនេះមានតែប៉ុណ្នេះសូមជម្រាបលា